ผมเยอะไอ้ไทยกูอวดเชียมตีไทยบองปอนปนมาไงมุนไทยตื้อแต่การตกเหมือนสกจัดสู้จะเจ๊ดังดาวจีมวยในรถมันไตรกาบอลเตะระบจันในขนมประเทศไทยถ้าตายจันเมียนบานดอลอาวุธเอาการมาเชียร์ได้หรือก็อดในขนมจุ่มลูกประดับอาวุธการปีไข่กะกระดามนนี่สำหรับจำลายระบบตูดจันในขนมประเทศไทยถ้าเราทำปีบาจันอดเมียนดอลอาวุธจุ่มนุ้ยตดอลการมาเชียร์ในขนมจุ่มลูกพรมแดนไทยเฉลี่ยเปลี่ยนการมาเชียร์การปีไงตีมาไพ่บุญดอลไงตีมาไพ่ประมูลไข่กะกระดาตีต้นตายไอ้เลินนี่บองปอนโปลคือไงตีบุญไข่ตุลาชนะปีปอนมาไพ่ปรามนี่ซาดาโปรเมียนเฟรชนิวได้เชียร์ซาดาโปรเมียนเพลการระบบการมาเชียร์บานធ្វើការជប់ផ្សាយព្រឹត្តិការណ៍ដ៏ចាក់ដោតមួយដែលមានចំណងជើងថាអតីតប្រមុខការពារជាតិកម្ពុជាសម្ដេចពិជ័យសេនាទាបាញ់បង្ហាញវឌ្ឍនភាពនៃវាចម្បាំងកម្ពុជា Free Gate ដែលជាជំនួយរបស់ប្រទេសចិនបានដំឡើងរួចរាល់មួយគ្រឿងនិងមួយគ្រឿងទៀតបាន 50% បងប្អូនព័ត៌មានមួយនេះបាននឹងកំពុងតែធ្វើឲ្យប្រទេសថៃចុកឈាមក្អួតឈាមយ៉ាងខ្លាំងហើយមកដំណាក់កាលនេះថាជុំកដុំឆែបចិនអះអាងថាអត់មានផ្ដល់អាវុធឲ្យកម្ពុជាទេចុះឥឡូវនេះស្រាប់តែភាគីកម្ពុជាបានផ្សព្វផ្សាយអំពីសមិទ្ធផលសម្រេចនៃការដំឡើងនៃវាចម្បាំងថ្មី Free Gate ដែលជាជំនួយរបស់ប្រទេសចិនទៀតហើយមិនមែនតែមួយគ្រឿងទេបងប្អូនដំឡើងមួយរួចរាល់ 100% មួយគ្រឿងទៀត 50% ហើយនឹងមិនដឹងថាប្រមាណគ្រឿងទៀតទេបងប្អូនដែលកំពុងតែដំឡើងនឹងដំណើរការជាបន្តបន្ទាប់ទៅថ្ងៃមុខចាំមើលថាតើថៃគេមានប្រតិកម្មអីទៀតមិនដឹងថាគ្នាសួរគ្នាឆ្ងល់គ្រប់គ្នាយ៉ាងម៉េចទេបងប្អូនចាំមើលទៅមិនដឹងថាបុកបណ្ឌិញភាគីរដ្ឋមន្ត្រីការបរទេសរបស់ចិននៅក្នុងប្រទេសថៃយ៉ាងម៉េចទេបងប្អូនកម្ពុជាស្ងាត់បញ្ចេញមកមួយពីរម្ដងមួយម្ដងពីរបងប្អូនអញ្ចឹងតាបានប្រមាណថ្ងៃនេះនៅថៃបន្ទុះសរាយសួរគ្នាឆ្លោះគ្នាពេញទឹកពេញដីបងប្អូនហើយយើងចេះតែឆ្ងល់ថាគ្រាន់តែរឿងអាវុធប៉ុណ្្នឹងសោះត្រឹមតែ BM21 ថៃភ័យប៉ុណ្្នឹងហើយយើងមិននឹកស្មានថាទេបងប្អូនកម្ពុជាយើងនេះដំឡើងនាវាចំបាំង Free Gate ដែលមានអានុភាពខ្លាំងលំដាប់ថ្នាក់ពិភពលោកបងប្អូននៅក្នុងវីដេអូនេះខ្ញុំបាននឹងធ្វើបទវិភាគសំខាន់ពាក់ព័ន្ធជាមួយនឹងប្រវត្តិនៃនាវាចម្បាំង Free Gate នេះរួមជាមួយនឹងសមត្ថភាពក្នុងការប្រតិបត្តិការនៅលើសឹកសង្គ្រាមទៀតផងសូមបងប្អូនតាមដានដល់ចប់ខ្ញុំបាទនឹងរៀបរាប់ជូនបងប្អូនឲ្យបានដឹងជាក់ច្បាស់ថាតើនាវាចម្បាំង Mark Free Gate នេះមានប្រភពមកពីណាខ្លះមានដើមកំណើតមកពីណាប្រទេសណាប្រើខ្លះមានអានុភាពយ៉ាងណាខ្លះប្រើប្រាស់ដើម្បីធ្វើអ្វីខ្លះបងប្អូនតាមដានចប់ប្រសិនបើបងប្អូនយល់ថាមានប្រយោជន៍សូមបងប្អូនកុំភ្លេច share ចូលទៅក្នុងបណ្ដាញសង្គម Facebook TikTok Telegram ផងដើម្បីឲ្យកូនខ្មែរយើងបានដឹងថាប្រទេសកម្ពុជាយើងនេះឥឡូវនេះគឺមាននាវាចម្បាំងហើយមិនដឹងថាមានប្រមាណគ្រឿងទេបងប្អូនឥឡូវនេះដំឡើងបាន 100% ហើយកំពុងតែដំឡើងមួយទៀត 50% ហើយក៏យើងមិនដឹងថាមានប្រមាណគ្រឿងទៀតដែរនេះគឺជាមោទនភាពមួយសម្រាប់ជាតិយើងផងដែរបងប្អូនប្រទេសកម្ពុជាយើងអត់ដែលចង់មានសង្គ្រាមអត់ចង់ឈ្លានពាននរណាម្នាក់ទេប៉ុន្តែប្រសិនបើភាគីថៃនេះនៅតែធ្វើការឈ្លានពានកម្ពុជាបង្កសកម្មភាពគ្រប់បែបយ៉ាងជាប្រព័ន្ធដើម្បីឈ្លានពានដើម្បីលេបទឹកដីកម្ពុជានោះកម្ពុជាក៏មានសិទ្ធិការពារខ្លួនផងដែរមិនឲ្យនរណាម្នាក់មកបំពានដែនអធិបតេយ្យភាពរបស់កម្ពុជាដោយខុសច្បាប់បែបនេះបានឡើយគ្រាន់តែថាកម្ពុជាត្រូវធ្វើជាដំណាក់កាលទៅតាមច្បាប់អន្តរជាតិគោលដៅរបស់រដ្ឋាភិបាលកម្ពុជាគឺចង់រក្សាសន្តិភាពឲ្យប្រជាជនកម្ពុជាមិនចង់បានសង្គ្រាមទេកម្ពុជាមិនឃ្លានសង្គ្រាមមិនចង់ឲ្យមានការបង្ហូរឈាមគ្នានោះទេពីព្រោះថាទុកសោកវេទនាវិនាសកម្មសង្គ្រាមគឺវាប៉ះពាល់ទៅលើសុខសុវត្ថិភាពរបស់ប្រជាជនរបស់វីរៈកងទ័ពនិងប្រជាជាតិកម្ពុជាទាំងមូលផងដែរហើយនៅក្នុងលក្ខខណ្ឌនៃការដំឡើងនាវាចម្បាំងរបស់កម្ពុជានេះគឺស្ថិតនៅក្នុងគោលការណ៍ការពារដែនអធិបតេយ្យភាពរបស់កម្ពុជាផងដែរមិនមែនទិញមកដើម្បីឈ្លានពានដោយអ្នកឯងទេអ្នកឯងទិញយន្តហោះចម្បាំង F16 របស់អាមេរិកអ្នកឯងទិញយន្តហោះ Griffin របស់ស៊ុយអែតនិងគ្រឿងយុទ្ធឧបករណ៍ជាច្រើនប្រភេទទៀតដើម្បីតែគោលបំណងឈ្លានពានគេតែប៉ុណ្ណោះតែលទ្ធផលនៃទង្វើអាក្រក់ស្មោករោគឈ្លានពានជាតិសាសន៍ដទៃនេះវាមិនដែលនាំសេចក្តីសុខដល់ប្រទេសអ្នកឯងទេមើលឃើញជាក់ស្ដែងនឹងភ្នែកហើយបងប្អូនប្រទេសថៃពេលនេះរងកម្មវេទនាគ្រប់បែបយ៉ាងទាំងអស់វិស័យសេដ្ឋកិច្ចវិស័យទេសចរពាណិជ្ជកម្មកំពុងតែទទួលនៅវិបត្តិយ៉ាងធ្ងន់ធ្ងរជាពិសេសប៉ុន្មានសប្តាហ៍ចុងក្រោយនេះគ្រោះធម្មជាតិកំពុងតែវាយប្រហារប្រទេសថៃស្ទើរតែពេញផ្ទៃប្រទេសទៅហើយព្យុះកើតឡើងជាបន្តបន្ទាប់ទឹកជំនន់លិចលង់ដីបាក់ធ្លាក់ពីលើភ្នំសង្កត់ផ្ទះប្រជាជនខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្ទះសម្បែងទ្រព្យសម្បត្តិប្រជាជនរស់នៅទុក្ខវេទនាអន្តរជាតិស្អប់ខ្ពើមមិនចង់មកលេងប្រទេសថៃដែលប៉ះពាល់ទៅលើវិស័យទេសចរយ៉ាងខ្លាំងជាបន្តបន្ទាប់ប្រជាជនទាំងនៅជនបទនិងទីក្រុងរស់នៅប្រកបទៅដោយភាពភ័យខ្លាចមិនដឹងថ្ងៃណាមួយដីបាក់ស្រុតធ្លាក់ចូលទៅក្នុងដីស្លាប់ទាំងចាស់ទាំងទុំកូនង៉ែតកូនងាក៏មិនដឹងផងប៉ុន្តែរដ្ឋាភិបាលរបស់អ្នកនៅតែមិនដឹងខ្លួនទៀតនៅតែអនុវត្តគោលការណ៍នយោបាយដើម្បីឈ្លានពានទឹកដីអ្នកដទៃចាំមើលចុះអ្នកនឹងមិនអាចរស់នៅសុខសាន្តបានទេប្រទេសរបស់អ្នកអាចនឹងរលាយឆាប់បើមិនដោយសារកត្តាមនុស្សទេក៏ដោយសារតែកត្តាធម្មជាតិផងដែរតើអ្វីទៅជានាវាចម្បាំង Free Gate នាវាចម្បាំង Free Gate គឺជាប្រភេទនាវាចម្បាំងមួយនៅក្នុងកងទ័ពជើងទឹកដែលមានទំហំមធ្យមនិងតូចប៉ុន្តែវាមានសមត្ថភាពខ្លាំងនៅក្នុងការការពារនិងវាយប្រហារប្រវត្តិដំណើរដើមទងពាក់ព័ន្ធជាមួយនឹងនាវាចម្បាំង Free Gate ដើមកំណើតនៃនាវានេះគឺស្ថិតនៅក្នុងសតវត្សទី16និងសតវត្សទី17ពាក្យ Free Gate នេះគឺមានដើមកំណើតពីភាសាបារាំងថា Free Gate នៅសតវត្សទី16ដល់សតវត្សទី17ប្រទេសនៅអឺរ៉ុបដូចជាបារាំងអង់គ្លេសនិងអេស្ប៉ាញបានប្រើប្រាស់ Free Gate Sailing Ship ប្រភេទកប៉ាល់ដែលមានល្បឿនលឿនបំពាក់ទៅដោយប្រភេទកាំភ្លើងមធ្យមនិងតូចវាត្រូវបានប្រើប្រាស់សម្រាប់ការស៊ើបការណ៍ការដឹកជញ្ជូនការ
ការការពារនិងការវាយប្រហារពីព្រោះថាវាមានល្បឿនលឿនជាងកប៉ាល់ Ship of the Line ឬក៏នាវាចម្បាំងធំៗសម្រាប់សង្គ្រាមសមរភូមិមុខសម័យសង្គ្រាមឯករាជ្យអាមេរិកឆ្នាំ1975ដល់ឆ្នាំ1983កងទ័ពជើងទឹកអាមេរិកថ្មីៗបានសាងសង់ frigate ដំបូងដូចជា USS Constitution 1797ដែលមានឈ្មោះថា Old Ironside វាបានក្លាយទៅជានាវាដែលល្បីមួយដែលនៅតែរក្សាកេរ្តិ៍ឈ្មោះទុកនៅឯ Boston សប្តាហ៍នេះសម័យសតវត្សទី19នៅពេលនោះគឺ Steam Frigate ប្រើម៉ាស៊ីនចំហាយទឹកដែលបានបដូរជំនួសដោយនាវាខ្យល់វិញ Frigate នៅសម័យនេះគឺក្លាយទៅជាប្រភេទកប៉ាល់មធ្យមឬធំដែលអាចបំពាក់ទៅដោយកាំភ្លើងធំៗនិងមានតួនាទីសំខាន់នៅក្នុងសង្គ្រាមអង់គ្លេសបារាំងនិងសង្គ្រាមអាមេរិកមិចស៊ិកសតវត្សទី20សង្គ្រាមលោកលើកទី1និងលោកលើកទី2ពាក្យ Frigate នេះត្រូវបានប្រើឡើងវិញនៅក្នុងសង្គ្រាមលោកលើកទី2ដោយសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសវាត្រូវបានប្រើសម្រាប់ការការពារនិងដឹកជញ្ជូនឬក៏ហៅថា convoy escort ពេលដែលប្រឆាំងនាវាមួយទឹក U-boat របស់អាល្លឺម៉ង់ជាដើម Frigate នេះគឺមានទំហំតូចជាង destroyer ប៉ុន្តែមានសមត្ថភាពប្រឆាំងនាវាមួយទឹកនិងការការពារនាវាពាណិជ្ជកម្មផងដែរសម័យសង្គ្រាមត្រជាក់ Cold War Frigate នេះវារឹតតែទំនើបជាងមុនបានក្លាយទៅជាកងកម្លាំងសំខាន់សម្រាប់ប្រឆាំងនាវាមួយទឹករបស់សូវៀតទៀតផងប្រទេសដូចជាសហរដ្ឋអាមេរិកសហភាពសូវៀតចិននិងអង់គ្លេសបានបង្កើត Guy Missile Frigate ឬដែលត្រូវបានសរសេរកាត់ថា FFG ដើម្បីប្រើកាំជ្រួចប្រឆាំងយន្តហោះនិងនាវាផ្សេងៗផងដែរនៅក្នុងសម័យទំនើបនេះសតវត្សទី21 Frigate សពថ្ងៃត្រូវបានបំពាក់ទៅដោយរ៉ាដាកាំជ្រួចនិងប្រព័ន្ធស៊ើបការ Digital វាបានក្លាយទៅជាកម្លាំងចម្បងសម្រាប់ការការពារដែនសមុទ្រនិងបេសកកម្មអន្តរជាតិនិងការបង្ក្រាបចោរសមុទ្រទៀតផងជាឧទាហរណ៍ជាក់ស្ដែងនៅក្នុងប្រទេសចិនបច្ចុប្បន្ននេះមានពពួកនាវាចម្បាំង Frigate នេះផងដែរគឺប្រពួក Thai 05-4A Frigate អាមេរិកគឺ USS Freedom Class ឬក៏សរសេរកាត់ថា LCS មានតួនាទីស្រដៀងគ្នានេះផងដែរសម្រាប់ប្រទេសថៃគឺមាន ATMS Naresuan Class Frigate សម្រាប់ប្រទេសកម្ពុជាយើងគឺមិនទាន់ដឹងឈ្មោះនិងតួនាទីវាឲ្យពិតប្រាកដទេប៉ុន្តែបើតាមរយៈសារព័ត៌មានដែលចេញផ្សាយទៅដោយសារព័ត៌មានផ្លូវការរបស់កម្ពុជាគឺ Fresh News នៅថ្ងៃទី4ខែតុលាឆ្នាំ2025នេះគឺដូចអ្វីដែលខ្ញុំជម្រាបជូនខាងលើឃើញថាអតីតប្រមុខការពារជាតិកម្ពុជាសម្ដេចវិជ័យសេនាទាបាញ់បានបង្ហាញវឌ្ឍនភាពនាវាចម្បាំងកម្ពុជា Frigate ហើយដែលជាជំនួយរបស់ប្រទេសចិនដូច្នេះបើសិនជាតាមប្រភេទរបស់ប្រទេសចិនដែលគាត់បានប្រើប្រាស់គឺប្រភេទ Thai 05-4A Frigate នេះឯងប៉ុន្តែមកទល់ពេលបច្ចុប្បន្ននេះក្នុងសតវត្សទី21វាមិនមែនជា Frigate ជំនាន់ចាស់ទៀតទេវាត្រូវបានបំពាក់ទៅដោយរ៉ាដាកាំជ្រួចនិងប្រព័ន្ធស៊ើបការ Digital ព្រមទាំងបំពាក់ទៅដោយកាំភ្លើងធំដែលមានសមត្ថភាពពេញលេញដើម្បីអាចប្រឆាំងការពារនិងវាយប្រហារទៀតផងឥឡូវនេះយើងមកនិយាយពីលក្ខណៈសំខាន់ៗរបស់ Frigate នាវា Frigate នេះគឺវាមានសមត្ថភាពនៅក្នុងការការពារនិងប្រឆាំងពពួកយន្តហោះនាវាមួយទឹកក៏វាអាចប្រឆាំងបានដែរដូចជាពពួក Submarine Warfare និង Surface Warfare ជាដើមអាវុធដែលអាចបំពាក់នៅលើ Frigate បានដូចជាកាំជ្រួចប្រឆាំងយន្តហោះនិងប្រឆាំងនាវាកាំភ្លើងទំនើប Mark Naval Gun និងប្រព័ន្ធ Sonar និង Torpedo ប្រឆាំងនាវាមួយទឹក Helipad សម្រាប់ Helicopter ឧទ្ធម្ភាគចក្រដែលមានចំនួនច្រើនដើម្បីប្រឆាំងជាមួយនឹងនាវាមួយទឹកតួនាទីនៅក្នុងយុទ្ធសាស្ត្រសង្គ្រាមក្រៅពី Frigate អាចជួយការពារក្រុមនាវាដឹកជញ្ជូននិងកងកម្លាំងរបស់ខ្លួនហើយ Frigate ក៏ជាផ្នែកមួយដ៏សំខាន់នៅក្នុងការការពារនិងវាយប្រហារនៅក្នុងកងនាវាចម្បាំងនៅតាមសមុទ្រដោយសារតែវាមានតម្លៃមិនខ្ពស់ពេកមិនថោកពេកនិងអាចដាក់ជាឈុតច្រើនបញ្ចូលគ្នាប្រទេសជាច្រើនបានប្រើប្រាស់នាវាចម្បាំង Frigate នេះជាឧបករណ៍សង្គ្រាមដ៏សំខាន់បំផុតសម្រាប់ការពារដែនសមុទ្រនិងសន្តិសុខអន្តរជាតិនៅក្នុងប្រទេសអាមេរិកក៏មានប្រើ Oliver Hazard Perry Class Frigate នាពេលបច្ចុប្បន្ននេះប៉ុន្តែរហូតមកដល់ឆ្នាំ2025គឺវាជំនាន់ចាស់បន្តិចហើយនៅប្រទេសចិនបច្ចុប្បន្នគឺប្រើប្រភេទ Thai 05-4A Frigate ដែលជាជំនាន់បំពាក់ទៅដោយបច្ចេកវិទ្យាថ្មីរួមគ្នាជាមួយនឹងប្រព័ន្ធរ៉ាដានិងកាំភ្លើងធំប្រភេទថ្មីទៀតផងបងប្អូនស្ដាប់មិនច្រឡំទេបាទឃើញថាប្រទេសកម្ពុជាយើងបច្ចុប្បន្នគឺយើងមាននាវាចម្បាំងប្រភេទអន្តរជាតិហើយដែលនេះគឺជាមោទនភាពបំផុតសម្រាប់ថ្នាក់ដឹកនាំកម្ពុជាយើងគាត់បានយកចិត្តទុកដាក់ទៅលើបញ្ហាការពារជាតិបងប្អូនឃើញទេកម្ពុជាមិនមានគោលបំណងដើម្បីវាយប្រហារឈ្លានពានប្រទេសណាមួយទេប្រភេទ Frigate នេះគឺគោលដៅសំខាន់យកមកដើម្បីការពារបើទោះបីជាវាមានសមត្ថភាពខ្ពស់នៅក្នុងការវាយប្រហារក៏ពិតមែននេះមិនមែនជារឿងចៃដន្យទេបងប្អូននៅចាំទេព័ត៌មានរបស់ថៃដែលនិយាយអំពីការកំងទិញនៅនាវាមួយទឹកពីប្រទេសចិនកន្លងមកហើយថៃអាចនឹងទទួលបាននៅក្នុងឆ្នាំ2028ខាងមុខនេះហើយឥឡូវនេះស្រាប់តែប្រទេសកម្ពុជាបានដំឡើងនាវាចម្បាំងដែលអាចប្រឆាំងជាមួយនឹងនាវាមួយទឹកទៅវិញវាគឺជាយុទ្ធសាស្ត្រការពារជាតិយ៉ាងច្បាស់ក្រឡែតដែលមិនអាចប្រកែកបានទេថ្នាក់ដឹកនាំកម្ពុជាតែងតែគិតគូរអំពីការការពារជាតិជានិច្ចបងប្អូនប្រទេសកម្ពុជាអត់មានដែលអួតអាងពីគ្រឿងសព្វាវុធចំពោះជាតិសាសន៍ណាទេចំពោះប្រទេសណាទេប៉ុន្តែកម្ពុជាមានសិទ្ធិការពារខ្លួនដើម្បីស្វែងរកសន្តិភាពជូនប្រជាជនជូនប្រទេសជាតិនិងធ្វើជាគំរូដ៏ល្អសម្រាប់ប្រទេសលើពិភពលោកថាការកសាងសន្តិភាពមិនមែនស្ថិតនៅលើតែចុងកាំភ្លើងមួយមុខនោះទេគោលជំហររបស់កម្ពុជាគឺជាការការពារខ្លួនស្វែងរកសន្តិភាពជូនប្រជាជនដាច់ខាតមិនមែនជាការឈ្លានពានសូមអរគុណដល់បងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានទស្សនាវី
វីដេអូនេះសង្ឃឹមថាវីដេអូនេះនឹងមានប្រយោជន៍សម្រាប់បងប្អូនប្រជាជនខ្មែរគ្រប់រូបហើយក៏ជាដំណឹងដ៏រីករាយមួយផងដែរសម្រាប់ប្រជាជាតិយើងទាំងមូលសូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយអចេតនាបងប្អូនគ្រាន់តែចុចពាក្យ Subscribe នៅក្នុង Channel នេះបងប្អូននឹងទទួលបានព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃអរគុណជម្រាបលា